នៅរយៈពេល2 ឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថាមានទារកមកទទួលការព្យាបាលនៅមន្ទីរពេទ្យកម្មាអង្គរចំនួន1319ករណីនៅក្នុងនោះមានទារក715នាក់ត្រូវបានអនុញ្ញាតឲ្យសម្រាកនិងព្យាបាលនៅក្នុងមន្ទីរពេទ្យកម្មាអង្គរយើងសង្កេតឃើញថាក្នុងចំណោមទារកដែលសម្រាប់ព្យាបាលមាន115ករណីគឺជាទារក premature ដែលជាចំនួនមួយយ៉ាងច្រើនដែលគួរឲ្យកត់សម្គាល់មែនទែនចំពោះទារកដែលកើតមិនគ្រប់ខែគឺជាទារកដែលយើងកំណត់ថាគាត់កើតមុនពេលកំណត់ចាប់ពី26សប្តាហ៍ទៅតិចជាង37សប្តាហ៍នៃអាយុគាត់មានកត្តាជាច្រើនដែលបណ្ដាលឲ្យទារកកើតមិនគ្រប់ខែនៅក្នុងនោះមានកត្តាមួយចំនួនគឺយើងអត់ដឹងមូលហេតុទេតែមួយចំនួនធំគឺបណ្ដាលមកពីម្ដាយហើយនិងមជ្ឈដ្ឋានរស់នៅជុំវិញខ្លួនគាត់ចំពោះម្ដាយអាចមកពីការរស់ម្ដាយដែលមានជំងឺប្រចាំខ្លួនដូចជាជំងឺលើសឈាមទឹកនោមផ្អែមម្ដាយដែលមានបញ្ហាស្បូនគាត់ខ្សោយម្ដាយដែលមានការបង្ករោគគាត់ញ៉ាំស្រាញ៉ាំបារីសុទ្ធតែជាកត្តាដែលប្រឈមមុខជាមួយនឹងបណ្ដាលឲ្យកើតអគ្រប់ខែដូចគ្នាទារកកើតអគ្រប់ខែប្រឈមមុខខ្ពស់ជាមួយនឹងការបាត់បង់កម្ដៅខ្វះជាតិស្ករឡើងលឿងខ្លាំងការបង្ករោគនៅក្នុងមន្ទីរពេទ្យឬក៏ការបង្ករោគដោយសារតែប្រព័ន្ធការពារគាត់ខ្សោយនិងបើតាក់ទងនឹងស្បែកគឺស្បែកផងគាត់នឹងងាយនឹងរបកអញ្ចឹងការថែរក្សាទារកកើតមិនគ្រប់ខែហ្នឹងគឺយើងទាមទារការច្បាស់លាស់ហើយនឹងមានការ care ម៉ត់ចត់មែនទែនហើយរយៈពេលនៃការព្យាបាលហ្នឹងគឺមានរយៈពេលយូរទារកខ្លះចំណាយពេលរហូតដល់3ខែនៅក្នុងមន្ទីរពេទ្យចំពោះស្ត្រីមានផ្ទៃពោះដើម្បីបង្ការកុំឲ្យមានការកើតមិនគ្រប់ខែអញ្ចឹងជាទូទៅស្ត្រីទាំងអស់គឺនៅពេលដែលគាត់មានផ្ទៃពោះគឺគាត់ត្រូវតែទៅពិនិត្យសុខភាពឲ្យបានទៀងទាត់អ្វីដែលសំខាន់តាក់ទងជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់គាត់គាត់ត្រូវហូបអាហារដែលមានអាសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ថែរក្សាគីឡូគាត់កុំឲ្យឡើងគីឡូខ្លាំងពេកកាត់បន្ថយ stress ហើយក៏ត្រូវជៀសវាងឲ្យបានតាក់ទងជាមួយនឹងអាល់កុលញ៉ាំស្រាហើយនឹងជក់បារីព្យាយាមថែរក្សាសុខភាពញ៉ាំថ្នាំទៅតាមវេជ្ជបញ្ជាបានត្រឹមត្រូវក្នុងករណីដែលគាត់មានបញ្ហាអ្វីមួយជាជំងឺឧទាហរណ៍គាត់មានក្តៅខ្លួនគាត់ត្រូវតែទៅពិនិត្យសុខភាពកុំប្រើថ្នាំផ្ដេសផ្ដាស់